ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំទិញត្រីស្លាតបានល្អហើយនឹងខ្ញុំក៏យកវាមកកោសបងប្អូនហ្នឹងហើយដល់ពេលយើងកោសទៅនឹកឃើញចង់ស្ងោរជាមួយនឹងស៊ុបស្រាយសមុទ្រនេះបងប្អូនហ្នឹងហើយយើងយកវាមកស្ងោរជាមួយស្រាយសមុទ្រនេះឆ្ងាញ់ខ្លាំងមែនតើបងប្អូនចាបើសិនជាបងប្អូនអ្នកដែលចូលចិត្តសាច់ណាគាត់អាចស្ងោរជាមួយសាច់បានណាហ្នឹងហើយតែខ្ញុំអត់សូវចូលចិត្តញ៉ាំជាមួយសាច់ប៉ុន្មានទេជាពិសេសសាច់គោគឺខ្ញុំមិនចេះញ៉ាំតែម្ដងណាហ្នឹងហើយសម្រាប់សារាយក្រៀមនេះគឺអឺនិយាយរួមទៅក្បួនដែលត្រូវគឺជាមួយនឹងសាច់គោបងប្អូនឆ្អឹងគោឬក៏សាច់គោអីចឹងណាហ្នឹងហើយប៉ុន្តែថ្ងៃនេះខ្ញុំមកស្ងោរជាមួយនឹងសាច់ត្រីស្លាតណាបងប្អូនចាសាច់ត្រីស្លាតក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនឆ្ងាញ់និយាយរួមទៅគឺឆ្ងាញ់មួយយ៉ាងម្នាក់ចាហើយស្រាយនេះគឺបងប្អូនយកអាក្រៀមមកបងប្អូនត្រាំទឹកមុនធ្វើបងប្អូនត្រាំទឹកកន្លះម៉ោងអីឬ20នាទីអីបានហ្នឹងហើយហើយបន្តមកចំណែកសាច់ត្រីបងប្អូនដាក់អំបិលបន្តិចមកដាក់ម្សៅស៊ុបបន្តិចមកហើយជាមួយនឹងម្រេចបន្តិចមកណាចាបន្ទាប់មកបងប្អូនយកវាទៅបុកជាមួយនឹងត្បាល់ក៏បានបងប្អូនធ្វើដូចនាងខ្ញុំអញ្ចឹងក៏បានដែរនេះកន្លែងនេះហ្នឹងហើយដោយសាររៀងកាន់រៀងអត់នឹងបងប្អូនដៃមកខាងយើងកាន់អញ្ចឹងណាហ្នឹងហើយនេះបន្តមកគឺខ្ញុំយកសាព្រាបានយើងច្បល់បែបហ្នឹងមកដើម្បីដូចថាយើងខ្ជិលបុកណាយើងខ្ជិលបុកកុំឲ្យប្រឡាក់ត្បាល់បងប្អូនធ្វើបែបហ្នឹងដូចខ្ញុំណាដើម្បីឲ្យអំបិលហើយនឹងម្រេចហើយនឹងប៊ីចេងនឹងវាចូលជាមួយនឹងសាច់ត្រីយើងសពហើយឲ្យសាច់ត្រីរបស់យើងវាឡើងស្អិតតិចណាហ្នឹងហើយសម្រាប់ត្រីស្លាតវាស្វិតស្រាប់ហើយបងប្អូនបាច់ធ្វើអញ្ចឹងក៏បានដែរប៉ុន្តែយើងធ្វើវាតិចទៅដើម្បីឲ្យអំបិលយើងនឹងវាចូលជាតិសព្វល្អហ្នឹងហើយបើសិនបងប្អូនបុកវាលឿនជាងប៉ុន្តែខ្ញុំខ្ជិលប្រឡាក់ពីរ3ដងអញ្ចឹងខ្ញុំធ្វើអញ្ចឹងទៅណាហ្នឹងហើយអានេះខ្ញុំកោសខ្លួនឯងទៅពេលអញ្ចឹងវារៀងដោយឆ្អឹងដល់ពេលយើងធ្វើអញ្ចឹងយើងឃើញយើងបេះឆ្អឹងចោលមកដើម្បីកុំឲ្យស្លាក់កូនយើងណាបងប្អូនចាចំណែកកូនខ្ញុំបានមហូបអញ្ចឹងគាត់ចូលចិត្តណាគាត់ឲ្យធ្វើរាល់ថ្ងៃប៉ុន្តែខ្ញុំខ្ជិលហ្នឹងហើយបន្តមកយើងសូនវាតូចបែបហ្នឹងណាបងប្អូនចង់ឲ្យយើងមើលទៅសាច់ត្រីរបស់យើងរលោងថ្លាបែបហ្នឹងហើយយើងស្រួលក្នុងការមូវាអញ្ចឹងបងប្អូនយកដៃរបស់យើងលាបមួយប្រេងឆាតិចមកណាចាហើយយើងមូប្រហិតរបស់យើងតអស់មកហើយបន្តមកយើងមកមើលសារាយរបស់យើងវារីកហើយនេះខ្ញុំត្រាំរយៈពេល20នាទីហើយវារីកហើយចាបន្តមកខ្ញុំស្រង់វាចេញហើយយើងកាត់វាតូចៗយើងហាយវាតូចៗមកចាដើម្បីឲ្យពួកគាត់ស្រួលញ៉ាំហ្នឹងហើយថាសារាយនេះខ្ញុំទិញវារៀងវែងខ្ញុំអត់បានទិញអាកាត់ស្រាច់វាមាន2ប្រភេទ3ប្រភេទបងប្អូនហ្នឹងហើយប្រភេទមួយទៀតនោះគេមានខ្លីៗគេស្រាប់អញ្ចឹងណាហើយបន្ទាប់មកយើងកាត់ហើយបងប្អូនលាង2 3ទឹកមកយើងពូតដូចខ្ញុំអញ្ចឹងមកហ្នឹងហើយដើម្បីឲ្យវាអស់អាជាតិទឹកឲ្យយើងលាងណាចាសារាយហ្នឹងគឺជំនួយសុខភាពខ្លាំងណាបងប្អូនហ្នឹងហើយវាមានជាតិកាល់ស្យូមវាមានជាតិវីតាមីនអីច្រើនដើម្បីជំនួយដល់រាងកាយរបស់យើងហ្នឹងហើយខ្ញុំចូលចិត្តធ្វើឲ្យពួកគាត់ញ៉ាំថាគាត់ក៏ចូលចិត្តដែរអញ្ចឹងណាពេលយើងញ៉ាំទៅវារៀងជ្រុបវាមួយយ៉ាងម្នាក់ពីជីឆាយហ្នឹងហើយបន្ទាប់ពីជីឆាយមកគឺអាហ្នឹងឯងកូនខ្ញុំគាត់ចូលចិត្តចាហើយសម្រាប់សារាយនេះយើងអាចរកទិញនៅផ្សារទំនើបបានបងប្អូនហ្នឹងហើយផ្សារទំនើបមានលក់បើនៅតាមតូបចាហួយអត់មានទេហ្នឹងហើយបន្ទាប់មកយើងលាងហើយយើងចាប់ផ្ដើមដាក់ដំខ្ទឹមមកពី3កំពឹសអញ្ចឹងមកហើយយើងចិញ្ច្រាំវាមកបងប្អូនចាយើងបកសបកវាសិនទៅខ្ញុំចូលចិត្តដំខ្ទឹមទាំងសបកដោយសារតែពេលយើងដំវាអត់ខ្ទាតហ្នឹងហើយដល់ពេលសិនតែយើងបកហើយយើងដំវាខ្ចាយចាហើយបន្ទាប់មកយើងចិញ្ច្រាំវាម៉ត់ហើយចាំយើងដាក់ឆ្នាំងចូលលើចក្រានយើងទៅហើយយើងចាក់ប្រេងឆាបន្តិចបងប្អូនដើម្បីយើងបំពងខ្ទឹមហ្នឹងហើយយើងបំពងខ្ទឹមនឹងវាឲ្យឈ្ងុយពេលយើងពងខ្ទឹមឲ្យឈ្ងុយហើយចាំយើងដាក់សារាយចូលហើយកន្លែងនេះបងប្អូនស្ដាប់ខ្ញុំឲ្យច្បាស់ហ្នឹងហើយបើសិនជាបងប្អូនធ្វើជាមួយសាច់នៅពេលដែលបងប្អូនពងខ្ទឹមហើយខ្ទឹមរបស់យើងឡើងរៀងកាឡាតហើយឡើងឈ្ងុយហើយបងប្អូនដាក់សាច់ចូលមិនថាសាច់គោឬក៏សាច់ជ្រូកឬក៏អីទេបងប្អូនដាក់ចូលហើយចាំយើងដាក់
សារាយនឹងកូរជាមួយដែរអញ្ចឹងណាហ្នឹងហើយប៉ុន្តែដោយសារថ្ងៃនេះខ្ញុំធ្វើជាមួយត្រីដល់អញ្ចឹងហើយទើបខ្ញុំបំពងខ្ទឹមឲ្យឡើងឈ្ងុយហើយខ្ញុំចាក់សារាយចូលហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំសូមបញ្ជាក់ឲ្យបងប្អូនស្ដាប់ខ្ញុំឲ្យច្បាស់ហើយបងប្អូនធ្វើតាមទៅវាឆ្ងាញ់ចាហ្នឹងហើយដល់ពេលដែលយើងធ្វើជាមួយសាច់បំពងខ្ទឹមហើយយើងដាក់សាច់ចូលណាយើងឆាសាច់ជាមួយនឹងខ្ទឹមហើយយើងដាក់គ្រឿងទៅដាក់អំបិលប៊ីចេងស្ករអីបន្តិចទៅដើម្បីវាមានជាតិជាមួយនឹងសាច់តែម្ដងហើយចាំយើងចាក់សារាយចូលប៉ុន្តែដោយសារតែខ្ញុំធ្វើជាមួយត្រីអញ្ចឹងខ្ញុំដាក់សារាយចូលហើយខ្ញុំចាក់ទឹកតែម្ដងណាបងប្អូនចាអញ្ចឹងវាខុសគ្នាបន្តិចទេអញ្ចឹងទៅខ្ញុំប្រាប់បងប្អូនឲ្យស្ដាប់ខ្ញុំឲ្យច្បាស់ចាហើយកន្លែងនេះខ្ញុំប្រើទឹកចំនួន1លីត្រកន្លះបងប្អូនខ្ញុំប្រើទឹក1លីត្រកន្លះវាមកល្មមសាច់ល្មមបន្លែរបស់ខ្ញុំណាហ្នឹងហើយបន្ទាប់មកយើងដាក់ថែមទឹកចូលឲ្យអស់ទៅខ្ញុំដាក់ទឹកចូលទាំងអស់ហើយដំបូងគិតថាដាក់ប៉ុណ្ណឹងល្មមតែមើលទៅវារៀងខាប់ពេកក៏ចាក់ទឹកចូលម្សៅទៀតណាហ្នឹងហើយចាក់បន្តិចទៀតអស់ទៅចាទៅពេលយើងកូរមើលទៅវាឃើញតែវាខាប់រៀងខាប់ហ្នឹងហើយកន្លែងនេះខ្ញុំអត់ទាន់បានដាក់គ្រឿងអីទេគឺខ្ញុំបន្ថែមទឹកបន្តិចទៀតឲ្យអស់ហ្នឹងហើយទាំងអស់វា1លីត្រកន្លះចាហើយបន្តមកយើងទុកវាឲ្យពុះតិចសិនទៅសម្រាប់ភ្លើងបងប្អូនប្រើភ្លើងកដាលកុំប្រើភ្លើងខ្លាំងពេកចាហ្នឹងហើយវាក្របវាពុះសិនទៅចាំយើងដាក់គ្រឿងចូលបើសិនតែបងប្អូនចង់ដាក់គ្រឿងអញ្ចឹងតែម្ដងក៏បានដែរប៉ុន្តែយើងល្អយើងចាំឲ្យវាពុះសិនណាហ្នឹងបន្តមកខ្ញុំដាក់ទឹកសាច់ត្រីយើងចូលណាបងប្អូនចាសាច់ត្រីបើសិនបងប្អូនចង់ចាក់ទាំងអស់តែម្ដងក៏បានដែរវាលឿនប៉ុន្តែខ្ញុំចង់បានរបៀបថាយើងញ៉ាំទៅដុំដូចប្រហិតហ្នឹងហើយយើងធ្វើឲ្យដូចប្រហិតដុំដូចថាកន្លែងនេះដាក់លើគ្នាទៅវាជាប់គ្នាបន្តិចអញ្ចឹងយើងព្យាយាមបេះវាចេញពីគ្នាអញ្ចឹងណាចាអញ្ចឹងខ្ញុំដាក់មកពេញអញ្ចឹងទៅសង្ឃឹមថាពុកម៉ែបងប្អូននឹងអត់ធុញទេចាហើយសម្រាប់មុខម្ហូបមួយមុខនេះគឺថាញ៉ាំទៅអត់ខកម្ដងទេបងប្អូនណាហ្នឹងហើយពេលដែលយើងមកពីធ្វើការហត់អីចឹងទៅយើងញ៉ាំក្តៅរបៀបហត់ដូចស៊ុបក្តៅណាបែកញើសខ្ចាយហើយល្អសម្រាប់សុខភាពមែនទែនហើយសម្រាប់ម៉ាក់ដែលធ្លាប់ទៅឆ្លងតលេហើយហ្នឹងហើយញ៉ាំអាហ្នឹងទៅគឺជំនួយទឹកដោះបងប្អូនចាយើងធ្វើអាហ្នឹងញ៉ាំទៅអត់ទាស់អត់អីហេបាច់ខ្លាចអ្នកខ្លះក៏ខ្លាចតែទាស់ខ្លាចតែអីខ្ញុំអត់ទេខ្ញុំពេលខ្ញុំកើតហើយភ្លាមខ្ញុំឲ្យបងអូនខ្ញុំគាត់ធ្វើឲ្យញ៉ាំគាត់ធ្វើឲ្យញ៉ាំអត់មានអីផងហ្នឹងហើយអ្នកខ្លះថាចាស់គាត់ថាអីគេហូបម្ហូបពេលយើងកើតហើយយើងហូបតាពីខ្លាចទាស់អញ្ចឹងណាតាមគាត់ខ្ញុំអត់ទេខ្ញុំមិនដែលធ្នមអីផងខ្ញុំហូបតាពីហ្នឹងហើយតាមពេទ្យគាត់ប្រាប់អត់មានអីទេសំខាន់គឺយើងធ្វើឆ្អិនគឺអត់រាកទេយើងនិយាយរួមទៅយើងធ្វើឆ្អិនឲ្យមានអនាម័យល្អគឺអត់រាកទេហ្នឹងហើយដល់ពេលចាស់គាត់ថាពេលយើងញ៉ាំរបស់ណាដែលវាមិនល្អអញ្ចឹងណាញ៉ាំមិនល្អទៅកាលណាយើងធ្វើអត់ឆ្អិនយើងលាងបន្លែអត់ស្អាតហើយវាធ្វើឲ្យយើងរាកអាហ្នឹងគាត់ថាទាស់សរសៃទាស់អីចឹងណាកាប៉ុនមិនមែនទេបងប្អូនអើយឲ្យតែយើងធ្វើតែឆ្អិនទៅអត់មានរាកទេចាសុំក្រៅសាច់រឿងបន្តិចបន្តមកយើងដាក់ទឹកត្រីមួយស្លាបព្រាបាយហើយខ្ញុំដាក់ប៊ីចេងបន្តិចអំបិលបន្តិចហ្នឹងចាហើយបន្តមកយើងដាក់ស្ករតែបន្តិចបានហើយមិនបាច់យករសជាតិដិតទេបងប្អូនណាហ្នឹងហើយតែបើបងប្អូនអ្នកដែលគាត់ចូលចិត្តញ៉ាំដិតគាត់អាចដាក់រសជាតិដិតបានប៉ុន្តែសម្រាប់ខ្ញុំឥឡូវយើងកាត់បន្ថយហើយហ្នឹងហើយចម្រៀងគេឲ្យយើងកាត់បន្ថយអញ្ចឹងណាហ្នឹងហើយបន្ទាប់មកយើងទុកឲ្យពុះមកយើងភ្លក់មើលមកប៉ុណ្ណឹងមកល្មមឆ្ងាញ់បងប្អូនរសជាតិនិយាយរួមមកល្មមវាមិនសាបវាមិនប្រៃមិនផ្អែមអញ្ចឹងណាមកល្មមបងប្អូនដាក់តាមខ្ញុំតែបន្តិចហ្នឹងបានហើយចាហើយយើងទុកវាពុះមកបន្ទាប់មកយើងបិទភ្លើងបងប្អូនចាលឿននិយាយរួមទៅគឺមុខម្ហូបនេះលឿនហើយឆ្ងាញ់បើសិនបងប្អូនចង់ថែមការ៉ុតពីលើទៀតក៏បានដែរប៉ុន្តែចៃដន្យខ្ញុំអត់មានខ្ញុំអត់មានអញ្ចឹងទៅខ្ញុំអត់បានថែមទេចាឥឡូវឆ្អិនហើយយើងបិទគម្របឥ
ឡូវចាប់ផ្ដើមដួសដាក់ចានឲ្យកូនញ៉ាំហើយបងប្អូនណាហ្នឹងហើយសម្រាប់ការធ្វើម្ហូបប្រមុខនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូនពេញចិត្តវីដេអូរបស់នាងខ្ញុំចាសូមជួយ share ចែកម្លែកទៅកាន់បងប្អូនយើងផ្សេងទៀតឲ្យគាត់បានដឹងផងចាហ្នឹងហើយដើម្បីបានសុខភាពល្អទាំងអស់គ្នាហើយកូនយើងចូលចិត្តញ៉ាំទាំងអស់គ្នាណាបងប្អូនចាអរគុណច្រើនជម្រាបលាសង្ឃឹមថាយើងជួបគ្នានៅវីដេអូក្រោយទៀតណាបងប្អូនចាកុំភ្លេចជួយចុច Subscribe ឲ្យ Channel របស់នាងខ្ញុំម្នាក់មួយផងចាបាយបាយជម្រាបលា